chẳng môn nâng cho đo rừng rào mùi nắng nhưng miền video promotion bỏ mấy con net chun đo net ởนี้bài chỉ clay đôi chỉ mà net tia 30 second thằng ấy mơ video nâng chấp nhưng mà cho dạy rừng bỏ dừng ngày nâng ok nhìn cho dạy in cho video nâng sắc 3 2 1 and go video ní nằm chun đào mấy con netได้ជាក្រុមហ៊ុនអ៊ីនធឺណិតល្បឿនលឿនសម្រាប់គេអាឋានអាជីវកម្មខ្នាតតូចនិងមធ្យមសម្រាប់ពេលនេះក៏មានប្រូម៉ូសិនពិសេសសម្រាប់ចូលឆ្នាំខ្មែរដែរដែលគ្រាន់តែភ្ជាប់12ខែនិងទទួលបានការថែមជូនរហូតដល់3ខែថែមទាំងទទួលបានកាមេរ៉ាសុវត្ថិភាពចំនួន1តែបើសិនជាភ្ជាប់6ខែវិញនឹងទទួលបាន free ថែមជូន1ខែហើយក៏ទទួលបានកាបូបស្ពីចំនួន1ឬក៏ទទួលបានអាវក្រៅមេកុងណេតចំនួន1ក្នុងចំណោម2ហ្នឹងយកមួយណាក៏បានដែរប្រូម៉ូសិននេះមានចាប់តាំងពីថ្ងៃទី14ខែមេសារហូតដល់ថ្ងៃទី14ខែឧសភាឆ្នាំ2025ចំពោះល្បឿនវិញគឺលឿនខ្លាំងនិងតម្លៃល្អសម្រាប់គម្រោងគេហដ្ឋានគឺមានចាប់ពី60 Mbps ឡើងទៅសម្រាប់អាជីវកម្មខ្នាតតូចគឺមានចាប់ពី140 Mbps ឡើងទៅកុំភ្លេចរួសរាន់ទាំងអស់គ្នាដោយសារគម្រោងនេះមានរយៈពេលកំណត់អូខេដោយដែលអ្នកនរគ្នាបានស្ដាប់មុននឹងអញ្ចឹងគឺឥឡូវហ្នឹងមេកុងណេតមានប្រូម៉ូសិនសម្រាប់ចូលឆ្នាំយើងគឺបើសិនជាភ្ជាប់12ខែនឹងទទួលបានកាមេរ៉ាសុវត្ថិភាពមួយហើយថែមជូន free 3ខែទៀតតែបើសិនជាភ្ជាប់6ខែនឹងថែមជូន1ខែនិងថែមជូនអាវក្រៅមួយតែបើសិនជាអត់ចង់បានអាវក្រៅទេយកកាបូបស្ពាយក៏បានដែរអញ្ចឹងប្រូម៉ូសិនហ្នឹងគឺមានត្រឹមតែរយៈពេលអំឡុងពេលចូលឆ្នាំហ្នឹងទេហើយសួរថាផុតកំណត់ថ្ងៃណាគឺផុតកំណត់ខែក្រោយថ្ងៃ14ហ្នឹងតែដែរប៉ុន្តែគ្រាន់តែខែក្រោយអញ្ចឹងយើងមានរយៈពេល1ខែពេញក្នុងការពិចារណាដើម្បីភ្ជាប់សេវាកម្មមេកុងណេតបើសិនជាអ្នកនរគ្នាចង់ភ្ជាប់គឺអាចតាក់ទងទៅមេកុងណេតបានភ្ជាប់ម្ដងទៀត12ខែទទួលបាន3ខែ free និងកាមេរ៉ាមួយហើយបើសិនជា6ខែទទួលបាន1ខែ free យកកាបូបស្ពាយក៏បានថែមមួយទៀតឬក៏យកអាវក្រៅក៏បានដែរអូខេឥឡូវយើងចូលទៅសាច់រឿងរបស់យើងថ្ងៃហ្នឹងគឺដោយដែលបានបញ្ជាក់មុនហ្នឹងអញ្ចឹងគាត់នេះគឺឈ្មោះថាបាបាវ៉ាន់កាគឺជាឈ្មោះដែលគេដាក់ក្រៅផ្លូវការឲ្យគាត់តែប៉ុន្តែគាត់ឈ្មោះពិតមិនមែនឈ្មោះហ្នឹងទេឈ្មោះពិតរបស់គាត់គឺវែងបន្តិចដែលហៅថា Vangelia Pandeva Gosterova គឺជាឈ្មោះមួយដែលវែងខ្លាំងមែនទែនអញ្ចឹងហើយដោយសារតែវែងពេកគេក៏ដាក់រហស្សនាមឲ្យគាត់ថាបាបាវ៉ាន់កាទៅហើយគាត់គឺជាជនជាតិបូលហ្គារីគាត់គឺជាមនុស្សម្នាក់ដែលគេជឿថាក្នុងឯកសារគេបញ្ជាក់គេជឿថាគាត់គឺជាមនុស្សម្នាក់ដែលមានសមត្ថភាពពិសេសមិនទៀតនឹងប្រាប់ហើយក្នុងចំណោមនឹងដែរគាត់ក៏ជាអ្នកជួយព្យាបាលគេផ្សេងដែរព្យាបាលហ្នឹងមិនមែនព្យាបាលដោយគ្រូពេទ្យអីទេបើតាមគិតប្រហែលជាអាចព្យាបាលសេរីបែបផ្ដោតទីប្រឹក្សាបែបចិត្តសាស្ត្រផ្នែកផ្លូវចិត្តអីចឹងជាដើមមូលហេតុដែលយើងអញ្ចឹងគឺដោយសារអីសមត្ថភាពពិសេសដែលគាត់មានដែលគេជឿថាគាត់មានហ្នឹងគឺវាជាប់ពាក់ព័ន្ធនឹងផ្នែកមួយហ្នឹងហើយក្នុងឯកសារជាក់លាក់ហ្មងអត់មានបញ្ជាក់ថាតើគាត់ព្យាបាលអីប្រកបទេអញ្ចឹងបើយោងទៅតាមសមត្ថភាពដែលគេជឿគឺគេសង្ស័យថាមិនមែនជាលក្ខណៈបែបព្យាបាលដោយគ្រូពេទ្យទូទៅទេគឺព្យាបាលបែបការអប់រំផ្លូវចិត្តច្រើនជាងយើងមកមើលផែនទីរបស់ប្រទេសបូលហ្គារីគឺជាប្រទេសគាត់សម្រាប់អ្នកដែលអត់ស្គាល់ប្រទេសមួយហ្នឹងយើងទៅមើលនេះគឺជាប្រទេសបូលហ្គារីនៅទិសខាងជើងគឺជាប់រ៉ូម៉ានីហើយនៅខាងត្បូងគឺនៅជាប់ប្រទេសក្រិចនៅខាងកើតឈៀងខាងត្បូងគឺនៅជាប់ប្រទេសទូគីហើយបើនៅទិសខាងលិចវិញជាប់ប្រទេសស៊ើបៀអញ្ចឹងនេះគឺជាទឹកដីកំណើតរបស់គាត់ដែលគាត់កើតនៅពេលហ្នឹងហើយពីមុននឹងគាត់មានឈ្មោះថាបាបាវ៉ាន់កាហ្នឹងគឺគាត់មានឈ្មោះដែរតែហិងវែកហ្នឹងតិចដែលអង់គ្លេសគេហៅថា Nostradamus of the Balkan ឬបានន័យថាបបកប្រែគឺអ្នកដែលអាចមើលឃើញអនាគតដែលរស់នៅតំបន់ភ្នំបាល់កាន Nostradamus ហ្នឹងគឺជារហស្សនាមមួយដែលគេដាក់ឲ្យគាត់ដោយសារតែកាលពីមុននឹងទៀតជំនាន់មុនគឺមានមនុស្សម្នាក់ជនជាតិបារាំងដែលមានសមត្ថភាពអាចទស្សន៍ទាយអ្វីដែលកើតមុនបានដូចគាត់អញ្ចឹងតែជាជនជាតិបារាំងអញ្ចឹងទៅគេឃើញគាត់ថាគាត់ជាមនុស្សម្នាក់អាចមើលឃើញអនាគតបានគាត់ដាក់ឈ្មោះឲ្យគាត់ថា Nostradamus ដូចជាជនជាតិបារាំងនឹងដែលធ្លាប់ទាយកាលពីមុនអញ្ចឹងហើយពាក្យថាបាល់កាននេះគឺជាបកប្រែបានពីរបើសិនជាបកប្រែជាភាសាទូគីមកគឺបានន័យថាភ្នំឬក៏ចង់សំដៅទៅលើតំបន់មួយដែលនៅម្ដុំភ្នំទិសខាងត្បូងនៃប៉ែកអឺរ៉ុបហើយចំពោះតកតងនឹងរឿងរ៉ាវ Nostradamus ហ្នឹងចាំថ្ងៃណាមួយចាំនិយាយពីគាត់តាមក្រោយទៀតដោយសារថ្ងៃហ្នឹងគឺគាត់តែចង់ប្រាប់ថាឈ្មោះហ្នឹងគឺបានពីជនជាតិបារាំងហ្នឹងទេអញ្ចឹងមូលហេតុដែលគេដាក់ឈ្មោះហ្នឹងឲ្យក៏ដោយសារតែដូចតែប្រាប់មុនហ្នឹងអញ្ចឹងអ្នកខ្លះប្រហែលជាស្គាល់ឯងគឺគាត់
គេជឿថាគាត់គឺជាមនុស្សម្នាក់ដែលមានសមត្ថភាពពិសេសអាចមើលឃើញអនាគតបានចំពោះថ្ងៃខែកំណើតរបស់គាត់គឺគាត់កើតនៅថ្ងៃទី3ខែតុលាឆ្នាំ1911ហើយទីកន្លែងគាត់កើតនោះគឺនៅក្នុងតំបន់មួយដែលមានឈ្មោះថាត្រូមីកាវាគឺជាតំបន់មួយដែលនៅក្រោមអាណាចក្រអូតូម៉ង់កាលពីមុនដោយសារតែអាណាចក្រអូតូម៉ង់កាលពីមុនអត់ទាន់រលំទេហោះថ្ងៃនៅទូគីជំនាន់ហ្នឹងមុនសង្គ្រាមលោកលើកទី1អាណាចក្រអូតូម៉ង់ហ្នឹងអត់ទាន់រលំទេហើយទឹកដីហ្នឹងគឺកាលពីមុនគឺស្ថិតនៅក្រោមអាណាចក្រអូតូម៉ង់ហើយគាត់ហ្នឹងគឺជាមនុស្សម្នាក់ដែលពិការភ្នែកតាំងពីក្មេងទីទៀតនឹងប្រាប់ថាហេតុអីបានគាត់ពិការគេជឿថាដោយសារតែគាត់ពិការភ្នែកហ្នឹងហើយដោយសារតែគាត់ពិការភ្នែកអញ្ចឹងធ្វើឲ្យញៀនរបស់គាត់ហ្នឹងបាត់បង់មួយនៅពេលដែលបាត់បង់ញៀនភ្នែកហ្នឹងមួយធ្វើឲ្យញៀនរបស់គាត់ហ្នឹងទៅផ្ដោតទៅលើអីផ្សេងវិញដែលធ្វើឲ្យគាត់មានសមត្ថភាពពិសេសអាចមើលឃើញអនាគតកាលបាននេះគឺគេជឿហើយគាត់គឺធំធាត់នៅក្នុងភូមិមួយដែលមានឈ្មោះថារូបៃនៅក្នុងប្រទេសបូហ្គារីគាត់មានឈ្មោះល្បីល្បាញខ្លាំងមែនទែននៅក្នុងភូមិរបស់គាត់ជាពិសេសគឺការទុះទាយនៅអនាគតកាលហ្មងហើយគាត់បានជួយមនុស្សច្រើនមែនទែននៅការគាត់តាំងពីដឹងក្តីរហូតដល់គាត់ពីការភ្នែកមកគាត់ចាប់ផ្ដើមអាចទុះទាយមនុស្សបានហ្នឹងគឺគាត់មានគេឈ្មោះទៅទីទៀតនឹងប្រាប់ថាតើមានរឿងអីកើតឡើងនៅតាមផ្លូវការទុះទាយអនាគតរបស់គាត់គឺចម្រុះមែនទែនចម្រុះទី1អាចដឹងរឿងរ៉ាវពិភពលោកដឹងថាពិភពលោកនឹងដើរដល់ណាជួបរឿងគេខ្លះគាត់អាចទាយដឹងគាត់អាចទាយដឹងពីគ្រោះធម្មជាតិទៀតគាត់ដឹងថានៅទីណាកើតអីគាត់អាចទាយដឹងលើសពីនឹងទៀតសូម្បីតែផ្នែកបច្ចេកវិទ្យាក៏គាត់អាចទាយដឹងដែរអញ្ចឹងចម្រុះមិនថារឿងពិភពលោកមិនថាគ្រោះធម្មជាតិមិនថាទាំងរឿងបច្ចេកវិទ្យាក៏គាត់អាចទាយដឹងដែរទីទៀតនឹងមានវងកញ្ចក់ប្រាប់ដល់អ្នកនរគ្នាគេក៏បានប្រាប់ផងដែរថាមានរឿងរ៉ាវខ្លះគឺពិតជាកើតមែនតាមអ្វីដែលគាត់ទាយពីមុនប៉ុន្តែក៏មានអ្នកខ្លះអត់ជឿនៅអ្វីដែលបានកើតឡើងនឹងទេក៏មានអ្នកខ្លះអត់ជឿនៅអ្វីដែលបានកើតឡើងនឹងដែរអញ្ចឹងការលើកឡើងថាដែលគាត់ជាមនុស្សម្នាក់ដែលអាចមើលឃើញអនាគតបានវានៅតែជាមតិដេញដោលគ្នាមកដល់សប្តាហ៍ថ្ងៃហ្នឹងអ្នកខ្លះថាអ្វីដែលគាត់និយាយពីមុនហ្នឹងគឺពិតជាកើតឡើងឥឡូវមែនហើយវានឹងកើតឡើងនៅអនាគតថែមទៀតប៉ុន្តែក៏មានអ្នកខ្លះជឿថាអ្វីដែលកើតឡើងឥឡូវហ្នឹងឬក៏អនាគតហ្នឹងមិនមែនដោយសារតែគាត់ទាយទេវាគ្រាន់តែជាភាពចៃដន្យអញ្ចឹងមតិដេញដោលគ្នាហ្នឹងគឺនៅតែមានជាអកុសលគាត់បានលាចាកលោកនៅឆ្នាំ1996ដែលចំថ្ងៃទី11ខែសីហាគឺគាត់បានលាចាកលោកហើយទោះបីជាគាត់លាចាកលោកក៏ដោយក៏ឈ្មោះរបស់គាត់ដែលឈ្មោះថាបាបាវ៉ាន់កាដែលគេដាក់ឲ្យហ្នឹងគឺនៅតែសាយភាយរហូតដល់សប្តាហ៍ថ្ងៃជាពិសេសគឺនាំមកជាមួយនឹងការទុះទាយរបស់គាត់នៅក្នុងពិភពលោកយ៉ាងហ្នឹងដែលគេបានចែងនៅក្នុងអ៊ីនធឺណិតដល់សប្តាហ៍ថ្ងៃហើយសូម្បីតែប្រៃរឿងថ្ងៃហ្នឹងក៏យករឿងគាត់មកនិយាយជូនដល់អ្នកទាំងអស់គ្នាដែរហើយយើងនឹងទៅមើលថាតើគាត់ទាយគេខ្លះគាត់ជួបរឿងរ៉ាវគេខ្លះយើងទៅតាមដានទាំងអស់គ្នាមុននឹងយើងចូលទៅដល់រឿងរ៉ាវរបស់គាត់មុននឹងយើងចូលទៅដល់ការទុះទាយរបស់គាត់សូមបញ្ជាក់ថាស្ដាប់ឡើងនេះឲ្យយកចិត្តទុកដាក់បន្តិចសូមបញ្ជាក់ថាការទុះទាយរបស់គាត់កន្លងមកគឺអត់មានផុសតាំងទេអត់មានផុសតាំងទេជាពិសេសគឺការលាយលាក់ជាអក្សរអត់មានទេហើយការទាយមួយហ្នឹងសួរថាបានមកពីណាបើសិនជាអត់មានផុសតាំងអត់មានលាយលាក់ជាអក្សរគឺចេញពីមាត់មនុស្សម្នាក់ទៅមាត់មនុស្សម្នាក់ចេញពីតំបន់មួយទៅតំបន់មួយយូរទៅសំបីតែប្រភពដើមដែលបញ្ចេញមកដំបូងហ្នឹងក៏រត់ឃើញដែរអញ្ចឹងកន្លែងហ្នឹងអត់មានអំណាងណាដែលប្រាប់ថាគាត់ពិតជាទាយនេះគាត់ពិតជាទាយនោះហើយវាកាត់ឡើងមែនកាត់ឡើងនោះមែនអានេះមែនអត់មានអំណាងទេដោយសារតែការទាយមួយអត់មានសរសេរលាយលាក់ជាអក្សរទោះបីជាសរសេរលាយលាក់ជាអក្សរក៏គាត់សរសេរបានដែរដោយសារតែគាត់ពិការភ្នែកឥឡូវយើងទៅស្វែងយល់ពីប្រវត្តិរបស់គាត់និងគ្រួសាររបស់គាត់គឺជាមនុស្សម្នាក់ដែលកើតនៅក្នុងគ្រួសារក្រីក្រខ្លាំងហ្មងហើយគាត់កើតបានអាយុត្រឹមតែ3ឆ្នាំទេស្រាប់តែគាត់បាត់បង់ម្ដាយជាទីស្រឡាញ់របស់គាត់បាត់បង់ម្ដាយរបស់គាត់ប៉ុន្តែសូមបញ្ជាក់ថាគាត់អត់ទាន់ពិការភ្នែកទេវាមានមូលហេតុមួយដែលធ្វើឲ្យគាត់ពិការទីទៀតនឹងប្រាប់ហើយសួរថាបើសិនជាគាត់អត់មានម្ដាយអញ្ចឹងអ្នកណាចិញ្ចឹមគាត់គឺឪពុករបស់គាត់ចិញ្ចឹមហើយក្រៅពីហ្នឹងនៅពេលដែលឪពុកគាត់ចេញទៅធ្វើការចេញទៅអីគឺសាច់ញាតិរបស់គាត់អ្នកចិញ្ចឹមអញ្ចឹងគាត់ធំដឹងក្តីមកដោយអត់មានម្ដាយនៅពេលដែលគាត់ដល់អាយុ3ឆ្នាំឪពុករបស់គាត់គឺឈ្មោះថា Pando ឪពុករបស់គាត់គឺប្រឡូកនៅក្នុងវិស័យនយោបាយកាលពីជំនាន់ហ្នឹងសូមបញ្ជាក់បន្តិចទោះបីជាឪពុករបស់គាត់ប្រឡូកក្នុងវិស័យនយោបាយមែនប៉ុន្តែជីវភាពអត់មានភាពប្រសើរទេគឺក្រីក្រខ្លាំងហើយរបៀបក្នុងការប្រឡូកនយោបាយគឺជំនាន់ហ្នឹងគឺជាក្រុមចលនាតស៊ូដើម្បីប្រឆាំងមេដឹកនាំជំនាន់ហ្នឹងអ
អញ្ចឹងគឺក្រខ្លាំងក្រខ្សត់ខ្លាំងហើយឪពុកទៅធ្វើអ្នកនយោបាយដែលធ្វើឲ្យមានការគុំគួនពីមនុស្សផ្សេងទៀតកាលពីជំនាន់ហ្នឹងឪពុករបស់គាត់គឺជាសមាជិករបស់ក្រុមមួយដែលអង់គ្លេសហៅកាត់ថា IMRO ឬក៏ពាក្យពេញហៅថា The Internal Macedonian Revolutionary Organization កាលពីជំនាន់ហ្នឹងគឺក្រុមគាត់ឪពុករបស់គាត់គឺចូលទៅក្នុងចលនាមួយហ្នឹងដើម្បីប្រឆាំងនឹងអ្នកដឹកនាំជំនាន់ហ្នឹងប៉ុន្តែអ្វីប្រព្រឹត្តទៅធម្មតាជីវភាពក្រីក្រនៅតែមានគាត់ត្រូវបានគ្រួសារសាច់ញាតិចិញ្ចឹមរហូតដល់គាត់នៅអាយុ12ឆ្នាំជាធម្មតានៅពេលដែលគាត់នៅជាមួយគេឪពុកចេញទៅធ្វើការបាត់សាច់ញាតិក៏មិនអាចមើលគាត់បាន24ម៉ោងដែរត្រូវហើយក្នុងនាមជាក្មេងទៀតស្រាប់តែថ្ងៃមួយនៅពេលដែលគាត់អាយុ12ឆ្នាំគឺមានរឿងរ៉ាវរន្ធត់មួយកើតចំពោះភូមិរបស់គាត់ហើយក៏កើតទៅលើគាត់ផ្ទាល់ហ្មងគឺថាជំនាន់ហ្នឹងមានខ្យល់ព្យុះធំមួយមកគួចភូមិគាត់ដែលរស់នៅហ្នឹងហើយក៏គួចគាត់យកទៅជាមួយនឹងខ្យល់ព្យុះមួយហ្នឹងគួចយកទៅបើសិនជាអ្នកទាំងអស់គ្នាមើលភាពយន្តឯកសារមើលព័ត៌មានមើលវីដេអូជាពិសេសនៅអាមេរិកអីខ្យល់គួចអីគឺធំមែនតើហើយបើសិនជាតបោទេអាចប៉ើងអាចអីខ្ទេចខ្ទីអស់ហ្មងហើយបើសិនជាយានជំនិះតូចល្មមគឺហោះទៅជាមួយនឹងខ្យល់គួចទេចុះតម្រាំមនុស្សគឺទៅដូចគ្នាហើយភាគច្រើនគឺអត់រស់ទេនៅពេលដែលចូលទៅក្នុងខ្យល់ព្យុះធំហ្នឹងទៅស្រាប់តែខ្យល់ព្យុះគួចគាត់ទៅបាត់ឆឹងហ្មងហើយក៏មានអ្នកផ្សេងក៏បាត់ទៅដែរមិនមែនតែគាត់ទេមនុស្សគ្រប់គ្នាដើររកគាត់គឺខ្យល់គួចគាត់ទៅអស់រយៈពេលប្រហែលជា7អាទិត្យ6ទៅ7ថ្ងៃម្នាក់គឺអស់សង្ឃឹមហើយវាថាសូម្បីតែសាកសពក៏រត់ឃើញដែរព្រោះតែគួចទៅគឺខ្ទេចខ្ទីអស់ហើយប៉ះនេះប៉ះនោះអញ្ចឹងណាតែវាជារឿងរន្ធត់ផងជារឿងគួរឲ្យសោកស្ដាយផងតែក៏វាជាដំណឹងល្អដែរគឺគាត់អត់ស្លាប់ទេគឺគេរកឃើញគាត់នៅវាលខ្សាច់កដាវាលហ្មងគាត់ដេកស្ដុកនៅនឹងអស់រយៈពេល6ទៅ7ថ្ងៃអត់ស្លាប់ប៉ុន្តែពិការភ្នែកមូលហេតុដែលពិការភ្នែកកន្លែងហ្នឹងក៏ដោយសារតែធូលីដីដែលគួចហ្នឹងធូលីដីហ្នឹងបក់មកប៉ះភ្នែកគាត់ចូលទៅសរសៃភ្នែកចូលទៅភ្នែកធ្វើឲ្យគាត់អាចមើលឃើញចាប់តាំងពីពេលហ្នឹងមកអញ្ចឹងអាចនិយាយថាសំណាងក៏ថាបានអាចនិយាយបានថាវាជាសោកនាដកម្មមួយក៏ថាបានសំណាងក៏ដោយសារអីខ្ចប់គួចប៉ុណ្ណឹងដែលគេអស់សង្ឃឹមគ្រប់គ្នាអីគេគិតថាគាត់អត់អាចនៅទៀតទេបែរជាគាត់អត់អីប៉ុន្តែជួបអកុសលមួយផ្សេងទៀតគឺគាត់ពិការភ្នែកអញ្ចឹងតាំងពីក្មេងហ្នឹងអាយុ12ឆ្នាំមកគឺគាត់ពិការភ្នែកចាប់ពីថ្ងៃហ្នឹងនៅពេលដែលគេយកគាត់ទៅព្យាបាលផងអីផងនៅតែអត់ជាហើយក្រោយមកគាត់ក៏រៀងធូរស្រាលវិញដូចក្មេងដទៃដែរគាត់ចាប់ផ្ដើមដើរប្រាប់គេថាគាត់ដឹងមិនទេចេះតែមានអារម្មណ៍ថាគាត់ដូចមើលឃើញអីដែលកើតមុនបានអត់ដឹងមិនចេះតែមានអារម្មណ៍ថាអីដែលរៀននឹងកើតហ្នឹងគាត់ចេះតែដឹងថាវានឹងកើតគាត់ប្រាប់អ្នកផ្ទះគាត់ហើយអ្នកផ្ទះគាត់ក៏អត់ទៅចាប់អារម្មណ៍អីទេវាថាប្រហែលជា déjà vu ឬក៏អីចឹងណាវាក្មេងៗនិយាយវាជារឿងមួយដែលអ្នកខ្លះជឿអ្នកខ្លះអត់ជឿក៏ចាត់ទុកថាជារឿងធម្មតាអញ្ចឹងទៅក៏អត់សូវមានអាគេរវល់ចំពោះគាត់ហើយម្យ៉ាងទៀតនៅពេលហ្នឹងម្នាក់គឺរវល់តរស៊ីរវល់អីមានអ្នកណាទៅខ្វល់ខ្វាយរឿងហ្នឹងបានទេហើយមួយទៀតភ្នែករបស់គាត់គឺអាចព្យាបាលជាទេដោយសារតែភាពក្រីក្រអញ្ចឹងការយកចិត្តទុកដាក់ចំពោះការព្យាបាលគឺអត់បានដិតដល់ទេរហូតដល់ឆ្នាំ1923បន្ទាប់ពីចប់សង្គ្រាមលោកលើកទី2មកឪពុករបស់គាត់ក៏បានរៀបការជាមួយនឹងប្រពន្ធថ្មីហើយក៏បាននាំគ្នាផ្លាស់ប្ដូរទៅនៅភូមិមួយដែលមានឈ្មោះថា Novo Selo អញ្ចឹងនៅពេលដែលឪពុករបស់គាត់រៀបការប្រពន្ធថ្មីហើយក៏រើគាត់ទៅនៅតំបន់ផ្សេងមួយទៀតរហូតដល់ឆ្នាំ1925គាត់ក៏ចូលទៅរៀនសាលាជនពិការភ្នែកនៅពេលហ្នឹងគឺគាត់ទៅរៀននៅហ្នឹងអ្នកគ្នាដែលឃើញមិនថានៅក្នុងទូរទស្សន៍ឬក៏កម្មវិធីទូរទស្សន៍ណាដែលគេសម្ភាសជនពិការឬក៏ទៅគេទៅទស្សនកិច្ចនៅសាលាជនដែលមានពិការភាពជាពិសេសគឺភ្នែកគេអានអក្សរអានអីដោយការយកដៃស្ទាបអក្សរក្រើមមានអីចុចដើម្បីតំណាងឲ្យអក្សរអីមួយហ្នឹងគឺគាត់ទៅរៀនសាលាហ្នឹងគាត់ទៅរៀនសាលាជនពិការភ្នែកនៅទីក្រុងមួយដែលមានឈ្មោះថា Zemon ហើយនៅពេលហ្នឹងដែរគឺគាត់មិនមែនតែរៀនភាសាជនពិការភ្នែកទេគាត់រៀនទាំង piano គាត់រៀនទាំង depak ហើយសូម្បីតែធ្វើម្ហូបក៏គាត់រៀនដែរនៅក្នុងសាលាមួយហ្នឹងអញ្ចឹងគាត់មានសមត្ថភាពច្រើនគាត់អាចលេង piano បានគាត់អាច depak បានហើយគាត់អាចធ្វើម្ហូបទោះបីជាគាត់ពិការភ្នែកក៏ដោយតែអត់យូរម៉ានក្តីសង្ឃឹមដែលថាត្រូវមានអនាគតភ្លឺស្វាងបន្ទាប់ពីបានចេះនេះចេះ piano ចេះនោះចេះនេះអញ្ចឹងក៏លាយទៅវិញបន្ទាប់ពីឪពុករបស់គាត់ត្រូវបានគេចាប់ខ្លួនដោយសារការហ្នឹងឪពុករបស់គាត់នៅតែប្រឡូកក្នុងវិស័យនយោបាយទៅដែរហើយនៅតែជាក្រុមមួយដែលបោះបោជាមួយនឹងអ្នកដឹកនាំអញ្ចឹងទៅក៏នៅពេលដែលធ្វើខុសគេចាប់ហើយអញ្ចឹងគាត់ឪពុកគាត់ធ្វើខុសអីមួយគេក៏ចាប់អ
ចឹងទៅធ្វើឲ្យគាត់រៀនបានយូរទេត្រូវត្រឡប់មកផ្ទះវិញពេលហ្នឹងទៀតវិច័យដនទៀតឪពុកត្រូវគេចាប់ខ្លួនម្ដាយចិញ្ចឹមគាត់ហ្នឹងដែលជាប្រពន្ធទី2របស់ឪពុកគាត់ហ្នឹងក៏លាចាកលោកម្ដងទៀតអញ្ចឹងជួបរឿងផ្ទុំទួនត្រូវត្រឡប់មកវិញមិនត្រឹមតែប៉ុណ្្នឹងត្រូវមើលថែប្អូនទៀតអញ្ចឹងជីវិតកាន់តែពិបាកទៀតឯងក្រជារឿងមួយអត់បានរៀនតជារឿងមួយឪពុកត្រូវជាប់ពន្ធនាគារម្ដាយក៏ស្លាប់ត្រូវចិញ្ចឹមមើលថែកូនតូចទៀតស្របពេលដែលខ្លួនឯងនឹងពិការភ្នែកចឹងពិបាកមែនតើជីវិតគាត់តែនៅពេលដែលគាត់ត្រឡប់មកភូមិគាត់វិញគាត់ក៏ចាប់ផ្ដើមយកសមត្ថភាពដែលគាត់អាចមើលឃើញអនាគតបានហ្នឹងទៅជួយអ្នកដែលជិតស្និទ្ធមួយគាត់ជាពិសេសគឺអ្នកដែលព្រាត់ប្រាសគ្នាជាមួយនឹងបងប្អូនសាច់ញាតិគូស្នេហ៍អីហ្នឹងឬក៏មិត្តភ័ក្តិដែលបែកគ្នាតាំងពីជំនាន់សង្គ្រាមមកឬក៏បែកគ្នាក្នុងហេតុការណ៍ណាមួយជាពិសេសគឺភាពក្រីក្រសេដ្ឋកិច្ចតច្រកត្រូវចំណាក់ស្រុកអីហ្នឹងគឺគាត់ជួយឲ្យអ្នកទាំងអស់គ្នាហ្នឹងមកជួបជុំគ្នាវិញបានដោយសារនៅពេលដែលបែកគ្នាអត់មានតំណែងតំណងមួយគ្នាទូរស័ព្ទក៏អត់មានអ៊ីនធឺណិតក៏មានកាលពីជំនាន់ហ្នឹងអញ្ចឹងទៅគាត់អាចមើលដឹងថាអ្នកដែលបាត់ខ្លួនឬក៏អ្នកដែលប្រត់ប្រាស់គ្នាហ្នឹងនៅណាចម្ងាយឆ្ងាយពីគ្នាធម្មតាអាចទៅរកទៅឃើញអត់គាត់ជួយតាមរបៀបហ្នឹងគាត់ជួយអ្នកដែលស្និទ្ធមួយគាត់លទ្ធផលចេញមកគឺគាត់ជួយបានមែនថានៅភូមិនោះមានតន្តនាទេអធិស្ឋានគាត់បានលាចាកលោកបាត់ហើយនៅប្រទេសនោះប្រទេសនេះអាចរកបានឬក៏អត់អីតិចទៀតនឹងជួបគ្នានៅភូមិនេះប្រហែលឆ្នាំទៀតគេនឹងត្រឡប់មកវិញគឺចាប់ដើមជួយអ្នកនៅជិតខ្លួនតាមរបៀបហ្នឹងរហូតដល់ឆ្នាំ1927ការជួយហ្នឹងគឺចាប់ដើមបរិចទៅត្រង់ទេធំជាងនឹងតិចមិនត្រឹមតែជួយអ្នកជិតស្និទ្ធទេក៏ជួយអ្នកនៅក្នុងភូមិហ្នឹងហើយគេក៏មានការដឹងឮពីគ្នាតពីមាត់មួយទៅមាត់មួយតែយ៉ាងណាក៏ដោយទោះបីជាគាត់អាចជួយអ្នកភូមិគាត់បានគាត់អាចជួយអ្នកជិតស្និទ្ធគាត់បានក្នុងឯកសារបញ្ជាក់ថាមិនមែនគ្រប់គ្នាទាំងអស់ដែលនៅក្នុងគ្រួសារជាពិសេសគឺសាច់ញាតិរបស់គាត់ហ្នឹងគឺសុទ្ធតែជឿថាគាត់មានសមត្ថភាពហ្នឹងទេវាជារឿងធម្មតានៅពេលដែលអ្នកណាម្នាក់អាចមើលឃើញអនាគតបានម្នាក់គឺអាចជឿទៅនឹងអ្វីដែលកើតឡើងហ្នឹងអ្នកខ្លះគឺគេអត់ជឿទេគេថាគាត់ភាពចៃដន្យអីចឹងទៅជារឿងធម្មតាក្រោយមកទៀតដោយសារអាយុគាត់កាន់តែច្រើនក៏គាត់ស្រាប់តែមានកូនចិញ្ចឹមម្នាក់ដែលអាចមើលថែគាត់បានកូនចិញ្ចឹមម្នាក់ហ្នឹងគឺមានឈ្មោះថាវេនេតាធម្មតានៅពេលដែលគាត់អាចជួយអ្នកភូមិបានអាចជួយអ្នកជិតស្និទ្ធបានប្រកាសជាមានអ្នកដែលចូលចិត្តគាត់រាប់អានគាត់ហើយមានអ្នកខ្លះក៏ធ្វើជាកូនចិញ្ចឹមគាត់ទៀតដើម្បីជួយមើលថែគាត់អញ្ចឹងគាត់ក៏រៀងធូរស្រាលជាងមុនសូមបញ្ជាក់ដែរថារាល់ពេលដែលជួយអ្នកភូមិម្ដងហ្នឹងគឺគាត់អត់គិតលុយទេគាត់ជួយចេញពីចិត្តគឺគាត់អត់គិតលុយទេរហូតដល់ឆ្នាំ1942គាត់ក៏បានរកឃើញស្វាមីរបស់គាត់ដែលមានឈ្មោះថាឌីមីតាគឺគាត់បានរៀបការជាមួយគ្នានៅឆ្នាំ1942ហើយគាត់ក៏បានផ្លាស់ប្ដូរទៅនៅជាមួយប្តីរបស់គាត់ដែលធ្វើឲ្យគាត់មានសភាពធូរធារជាងមុនទីក្រុងដែលគាត់នៅនឹងឈ្មោះថា Petrich នៅប្រទេសបូហ្គារីទៅដែរហើយចាប់តាំងពីគាត់ដូរទៅនៅមួយប្តីគាត់ទៅនៅតំបន់ថ្មីមកភាពល្បីល្បាញរបស់គាត់ហ្នឹងមិនធម្មតាល្បីតាំងពីភូមិចាស់របស់គាត់ទេទោះបីទៅដល់ភូមិថ្មីក៏កាន់តែល្បីថែមទៀតល្បីដល់ថ្នាក់ឆ្នាំ1960ហ្នឹងគឺមានមនុស្សតម្រង់ជួរនៅមុខផ្ទះគាត់ចាំឲ្យគាត់ជួយទាយហ្មងដោយដែលបានបញ្ជាក់អញ្ចឹងទោះបីជាគាត់ផ្លាស់ប្ដូរទីលំនៅមែនប៉ុន្តែគាត់អត់គិតលុយក្នុងការទុះទាយឲ្យអ្នកដែលមករកគាត់ហ្នឹងឯងតែយ៉ាងណាក៏ដោយជាធម្មតានៅពេលអ្នកដែលទៅជួបគាត់មិនមែនទៅភាគច្រើនដៃទទេទេគឺគេមានទឹកចិត្តអាចមានផ្លែឈើមានអង្គមានបាយមានអីក៏គេឧបត្ថម្ភឲ្យតាមដែលអាចធ្វើបានទៅតាមជីវភាពបែបបកគោរៀងៗខ្លួនអញ្ចឹងទៅអញ្ចឹងទោះបីជាគាត់អត់គិតលុយមែនប៉ុន្តែគាត់អាចចិញ្ចឹមជីវិតចិញ្ចឹមគ្រួសារអីតាមរយៈការឧបត្ថម្ភពីអ្នកជិតខាងអញ្ចឹងទៅហើយពីមួយពេលទៅមួយពេលគឺអ្នកដែលតម្រង់ជួរនៅផ្ទះគាត់ហ្នឹងគឺច្រើនមែនតើហើយនៅពេលហ្នឹងដែរវាមានជាប់ពាក់ព័ន្ធជាមួយនឹងសាសនាកាលពីជំនាន់ហ្នឹងគឺមានព្រះវិហារមានអីទូទៅដែរតែគ្រាន់តែថាដំណឹងរបស់គាត់ហ្នឹងនៅពេលដែលលេចលឺដល់ខាងព្រះវិហារលេចលឺដល់ខាងមេសាសនាអីនៅតំបន់ហ្នឹងគឺគេអត់ទទួលស្គាល់គាត់ជាផ្លូវការក្នុងន័យថាជាអ្នកដែលអាចមើលឃើញអនាគតឬក៏អ្នកដែលទូទាយឬក៏ជួយអ្នកភូមិទេមិនត្រឹមតែប៉ុណ្ណឹងអ្នកខ្លះទៀតថែមទាំងចោទគាត់ថាគាត់ត្រូវបានព្រាយបិសាចចូលសន្ធិដ្ឋក៏មានដែរបុគ្គលខ្លះមួយចំនួនអាចនិយាយបានថាទោះបីជាព្រះវិហារក៏គេអត់ទទួលស្គាល់គាត់តែគេក៏អត់ល្វីល្មមឲ្យគាត់ដែរតែមិនត្រឹមតែអត់ល្វីល្មមអ្នកខ្លះឆ្លៀតថាគាត់នឹងត្រូវខ្មោចព្រាយបិសាចអ្នកចូលសន្ធិដ្ឋទៀតបានមានសមត្ថភាពអញ្ចឹងតែយ៉ាងណាក៏ដោយវាជារឿងធម្មតាមានអ្នកចូលចិត្តនិងអ្នកអត់ចូលចិត្តជារឿងធម្មតាក្នុងការរស់នៅក្នុងសង្គមជារឿងធម្មតាប៉ុន្តែវាមានរឿងមួយដែលនឹកស្មានមិនដល់ថងថាម៉េចកន្លងមកគាត់គឺជាមនុស្សម្នាក់ដែលអាចមើលឃើញអនាគតត្រូវទេប៉ុន្តែមិនដឹងថាហេតុអីបានគាត់មើលឃើញអនាគតប្តីគាត់បានឬគាត់ដឹងដែរហើយគាត់ទទួលស្គាល់នៅអ្វីដែលកើតឡើងគាត់ដឹងគឺអញ្ចឹង
នៅឆ្នាំ1962បន្ទាប់ពីមកនៅកន្លែងថ្មីបាន2ឆ្នាំហ្នឹងប្តីរបស់គាត់ចាប់ផ្ដើមខ្លាយជាមនុស្សប្រមឹកផឹករាល់ថ្ងៃរហូតដល់ពេលមួយគឺស្លាប់លាចាកលោកនៅមួយគ្នាបានតែ2ឆ្នាំគត់លាចាកលោកមកដល់កន្លែងហ្នឹងគឺជាសំណួរដែលសួរមួយគឺថាតើគាត់រៀបការមួយប្តីរបស់គាត់ហ្នឹងគាត់មើលឃើញអនាគតប្តីគាត់អត់មានចម្លើយឬក៏គាត់ដឹងពីជោគវាសនារបស់ប្តីគាត់នៅតែទទួលស្គាល់ការពិតព្រោះគាត់ដឹងថាអ្វីៗនឹងប្រសើរឡើងនៅពេលដែលគាត់រៀបការមួយប្តីហ្នឹងក៏យើងអត់ដឹងដូចគ្នាគ្រាន់តែដឹងថាឆ្នាំ1962ប្តីរបស់គាត់បានលាចាកលោកហើយក៏ជាមនុស្សដែលប្រមឹកខ្លាំងទៀតសុំបកទៅក្រោយបន្តិចមុននឹងគាត់បានរៀបការមុននឹងអីហ្នឹងដែលគាត់ល្បីប្រចាំភូមិអីហ្នឹងគឺអញ្ចឹងតាមពិតទៅគឺអត់ត្រូវល្បីទេប៉ុន្តែដោយសារតែមានព្រឹត្តិការណ៍ពីរសំខាន់ដែលធ្វើឲ្យគាត់ល្បីឈ្មោះខ្លាំងបកទៅក្រោយបន្តិចគឺវាកាត់ឡើងនៅក្នុងសង្គ្រាមលោកលើកទី2កាលពីជំនាន់ហ្នឹងគឺគាត់បានទូទាយឲ្យមនុស្សសំខាន់2នាក់នៅក្នុងលោករបស់យើងចាប់តាំងពីពេលហ្នឹងមកគឺគាត់ល្បីខ្លាំងមកពីមួយភូមិទៅមួយភូមិទោះបីជាគាត់ដូរទៅនៅមួយប្តីគាត់នៅតែល្បីដែរមនុស្សទី1ដែលគាត់ទាយឲ្យហ្នឹងគឺឲ្យស្ដេចរបស់ប៊ូលហ្គារីទី3 Boris ទី3កាលពីជំនាន់ហ្នឹងសូម្បីតែស្ដេចក៏គាត់ទាយឲ្យដែរទី2អ្នកនរនេះប្រកាសជាស្គាល់បុគ្គលមួយហ្នឹងគ្រប់គ្នាហ្មងគឺគាត់ទាយឲ្យ Hitler គឺជាអ្នកដឹកនាំផ្ដាច់ការនៅអាល្លឺម៉ង់កាលពីសង្គ្រាមលោកទី2អញ្ចឹងបុគ្គល2ហ្នឹងគឺគាត់ទូទាយពីជោគវាសនារបស់បុគ្គល2ហ្នឹងឲ្យដោយសារគាត់ល្បីពីភូមិមួយទៅភូមិមួយហើយបុគ្គល2ហ្នឹងក៏លឺដល់គាត់ក៏មកទាយជាមួយគាត់ស្ងាត់ប៉ុន្តែសម្បត្តិបង្កចកឡើងហ្នឹងតិចការទូទាយឲ្យបុគ្គលទាំងពីរហ្នឹងអត់មានលាយលក្ខជាអក្សរត្រឹមត្រូវទេប៉ុន្តែវាជាភាពល្បីល្បាញចេញពីមាត់បុគ្គលម្នាក់ឬក៏ពីមាត់អ្នកដែលស្និទ្ធមួយគាត់ឬក៏ពីមាត់អ្នកដែលនៅភូមិជាមួយគាត់ពីមាត់អ្នកជិតខាងឬក៏ពីមាត់អ្នកដែលធ្លាប់ធ្វើការជាមួយបុគ្គលពីរសំខាន់ហ្នឹងតែបើសួរថាមានរូបមានលិលាក់ជាអក្សរឬក៏មានរូបថតមានអីអត់មានទេសំណួរសួរថាព្រឹត្តិការណ៍សំខាន់អញ្ចឹងហេតុអីក៏អត់មានរូបថតណោះអត់មានលិលាក់ជាអក្សរណោះវាអាចដែរថងថាចេះធម្មតាបុគ្គលល្បីទៅទាយអីមួយគេអត់ដែរចង់ឲ្យអ្នកនៅខាងក្រៅដឹងទេធ្វើជាពិសេសអត់មានរូបថតមានអីទេគឺគេកាន់តែចង់លេងអត់ចង់ឲ្យមានអីអញ្ចឹងវាអាចដែរនៅពេលដែលពួកគាត់ទៅលួចទាយស្ងាត់ពីជោគវាសនារបស់គាត់ជាពិសេសគឺក្នុងន័យសង្គ្រាមដោយសារវាជាការស្លាប់រស់ឥឡូវយើងទៅមើលបុគ្គលពីរហ្នឹងថាគាត់ទាយគេខ្លះចំពោះស្ដេចប៊ូលហ្គារីទី3 Boris ហ្នឹងគឺគាត់ទាយថាចេះគាត់នឹងលាចាកលោកនៅឆ្នាំ1943នៅក្រោមតុងក្រហមគាត់ទាយនៅពេលហ្នឹងគេក៏ឆ្ងល់គ្រប់គ្នាថាស្អីគេស្លាប់ឆ្នាំ1943សុខភាពនៅល្អនឹងអីល្អទាំងអស់ហ្នឹងហើយស្លាប់នៅក្រោមតុងក្រហមបានន័យថាម៉េចអត់មានអ្នកណាយល់ទេអ្នកណាអត់យល់ថាស្លាប់43ក្រោមតុងក្រហមសុខភាពល្អតែមានអីទេស្រាប់តែដល់ឆ្នាំ1943ស្ដេច Boris ទី3របស់ប៊ូលហ្គារីហ្នឹងគឺគាត់បានទៅលេងអាល្លឺម៉ង់បន្ទាប់ពីមកអាល្លឺម៉ង់វិញគាត់ក៏បានស្លាប់ឆ្នាំ1943ហ្នឹងមែនមួយរយៈក្រោយមករបបគាត់ក៏លំសហភាពសូវៀតបដូររបបប្រទេសគាត់ទៅជាកុម្មុយនីសដែលវាឆ្លោះប្រចាំងពីការស្លាប់នៅក្រោមតុងក្រហមដោយតែគេបាននិយាយបញ្ជាក់បន្តិចដូចមិញហ្នឹងអញ្ចឹងអត់មានផុសតាំងអត់មានអីលីលាក់ជាអក្សរទេវាជាការនិយាយពីមាត់មួយទៅមាត់មួយយើងទៅមើល Hitler ម្ដង Hitler មានអីលម្អិតទេតាមពីមាត់មួយទៅមាត់មួយគេបានប្រាប់ថាការជំនាន់ហ្នឹង Hitler បានទៅជួបគាត់ស្ងាត់គ្រាន់តែគាត់ចូលទៅជួប Baba Vanga ហ្នឹងហើយ Hitler ចេញមកវិញគឺមុខកញ្ញើខឹងហ្មងប៉ុន្តែគេដឹងថាចម្លើយរបស់ Hitler ហ្នឹងដែលការទាយហ្នឹងគឺអីគេទេអត់មានអ្នកណាដឹងទេគេគ្រាន់តែដឹងថាពេល Hitler ចេញពីផ្ទះគាត់មកវិញហ្នឹងគឺមុខកញ្ញើខ្លាំងបើតាមគេប៉ាន់ស្មានប្រហែលជាអាចជាទាយពីជោគវាសនារបស់ Hitler ដោយសារ Hitler នៅនេះបានដឹងនៅក្នុងសង្គ្រាមលោកទី2 Hitler បានសម្លាប់ខ្លួនអញ្ចឹងអាចដោយសារតែគាត់ទាយចំណុចហ្នឹងតែយ៉ាងណាក៏ដោយអត់មានផុសតាំងច្បាស់លាស់ដែលបញ្ជាក់ពីការទាយមួយហ្នឹងទេវាគ្រាន់តែជាការលើពីមាត់មួយទៅមាត់មួយយើងទៅអនាគតវិញរហូតដល់ឆ្នាំ1900ចន្លោះឆ្នាំ1970ចូលដល់ឆ្នាំ1980គេឈ្មោះរបស់គាត់គឺកាន់តែល្បីទៅសាយភាយតាំងពីតំបន់ដែលគាត់រស់នៅរហូតដល់ទ្វីបអឺរ៉ុបទាំងមូលហ្មងគឺល្បីខ្លាំងហើយវាជារឿងធម្មតាដែលធ្វើឲ្យគាត់ល្បីមកដល់សប្តាហ៍ថ្ងៃហ្នឹងដោយសារល្បីទូទាំងអឺរ៉ុបហើយក្នុងអំឡុងឆ្នាំហ្នឹងដែរគឺមានមនុស្សច្រើនមែនទែនទៅជួបគាត់មានទាំងតម្រង់ជួបពីផ្ទះផងមានទាំងអ្នកនយោបាយមានទាំងអ្នកមានអ្នករស៊ីគឺសុទ្ធតែទៅជួបគាត់ដើម្បីចង់ដឹងថាជួបវាសនាគេខ្លះជោគវាសនារបស់គាត់អាចជួបគេខ្លះតែជាអកុសលរហូតដល់ឆ្នាំ1996នៅថ្ងៃទី11ខែសីហាគាត់បានលាចាកលោកដោយសារជំងឺមហារីកសូដនប៉ុន្តែគាត់មានអាយុច្រើនមែនទែនគឺអាយុ85ឆ្នាំគាត់បានលាចាកលោកពេលហ្នឹងអាយុ85ឆ្នាំដោយសារជំងឺមហារីកសូដនគាត់ហើយចាប់តាំងពីពេលហ្នឹងមកគេក៏បានប្រែក្លាយផ្ទះរបស់គាត់ដែលនៅ Petrich ហ្នឹងឲ្យទៅជាសារមន្ទីរម៉ូតូរាល់ថ្ងៃហ្នឹងក្នុងវិនាទីហ្នឹងបើសិនជាអ្នកនរគ្នាទៅ Petrich
តរស្រាប់ទីគាត់គឺឃើញម៉ូតូរងថ្ងៃហ្នឹងគឺគេសាងសង់ឡើងដើម្បីលំលឹកដល់គាត់កាលពីជំនាន់ហ្នឹងហើយម៉ូតូឥឡូវហ្នឹងសប្តាហ៍ថ្ងៃជាពិសេសនៅក្នុងបណ្ដាញអ៊ីនធឺណិតគឺមានការជជែកវែកញែកដេញដោលគាត់ខ្លាំងមែនទែននៅក្នុងបណ្ដាញអ៊ីនធឺណិតសំណួរសួរថាអញ្ចឹងកាលពីមុនគាត់ធ្លាប់ទាយគេខ្លះដែលគេជឿថាវាពិតជាបានកើតឡើងមែនគាត់បានទាយតាក់ទងជាមួយនឹងការស្លាប់របស់ Stalin នៅឆ្នាំ1953គាត់ទាយត្រូវគាត់ថែមទាំងទាយថានឹងមានការផ្ទុះរោងចក្រនុយក្លេអ៊ែរនៅ Chernobyl ទៀតគឺពិតជាកើតឡើងមែននៅឆ្នាំ86គាត់បានទាយថានឹងមាននាវាមុជទឹកលិចនៅឆ្នាំ2000គឺពិតជាមានមែនគាត់បានទាយថាឆ្នាំ2001គឺនឹងមានការដួលរលំនៃអគារពាណិជ្ជកម្មនៅអាមេរិកកាលពីឆ្នាំ2001ហ្នឹងគឺពិតជាមាននឹងកើតមែនក្រោយមកទៀតគេក៏ឆ្ងល់គេក៏សិក្សាពីគាត់ក្នុងអំឡុងពេលដែលគាត់ល្បីល្បាញហ្នឹងកំពុងតែល្បីហ្នឹងគឺឆ្នាំ1970ចូលឆ្នាំ1980ហ្នឹងគេសិក្សាពីគាត់មានអ្នកវិទ្យាសាស្ត្រសិក្សាពីគាត់គឺសិក្សាពីគាត់យកហ្មងគេសិក្សាថាហេតុអីបានគាត់ទាយត្រូវហេតុអីបានគាត់ល្បីម៉េះហេតុអីបានគាត់ចេះតែដឹងអនាគតគេសិក្សាពីគាត់ប៉ុន្តែមុននឹងដល់កន្លែងហ្នឹងសូមតែនិយាយពីការទស្សន៍ទាយនៅឆ្នាំ2025យើងហ្នឹងរហូតដល់អនាគតលើស2025ទៀតថាគាត់ទាយគេខ្លះក្នុងឆ្នាំ2025ហ្នឹងគាត់ទាយសូមបញ្ជាក់បន្តិចបញ្ជាក់ឲ្យម្ដងទៀតអ្វីដែលរៀបរាប់ដូចតទៅគឺអត់មានផុសតាងជាក់លាក់លាយលាក់ជាអក្សរឬក៏រូបថតអីទេថាតើពិតជាគាត់ទាយមែនឬក៏អត់ឬក៏ជានរណាម្នាក់ប្រឌិតឡើងអត់មានចម្លើយទាំងអស់ដោយសារអីពេលចូលទៅអានឯកសាររកប្រភពដើមអត់ឃើញទេអត់មានប្រភពដើមទេហើយអ្វីដែលលើកឡើងនេះគឺគេបញ្ជាក់ថាចេញពីមាត់មួយទៅមាត់មួយលេងចូលទៅមើលថាតើ2025មានគេខ្លះក៏បានបញ្ជាក់ថាក៏បានទាយថា2025គឺជាចំណុចចាប់ផ្ដើមដំបូងបង្អស់នៃភាពវិនាសរបស់មនុស្សជាតិដោយមានហេតុការណ៍ធំ6កើតឡើងទី1នៅអឺរ៉ុបនឹងមានសង្គ្រាមឆ្នាំ2025ហ្នឹងទី2នឹងមានគ្រោះរញ្ជួយដីទី3នឹងមានការផ្ទុះភ្នំភ្លើងដ៏ធំមួយទី4នឹងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរទី5បច្ចេកវិទ្យាអាចបង្កើតគ្រឿងក្នុងសម្បត្តិនិមិត្តរបស់មនុស្សបានទី6គេអាចរកឃើញថ្នាំព្យាបាលជំងឺមហារីកបាននេះគឺជាអ្វីដែលគាត់ទស្សន៍ទាយគាត់ថែមទាំងទស្សន៍ទាយទៅអនាគតមកតង់ថែមទៀតឆ្នាំ2028បើយើងរាប់ពីឆ្នាំហ្នឹងទៅ3ឆ្នាំទៀតយើងចាំតាមដានទាំងអស់គ្នាគេថាឆ្នាំ2028ហ្នឹងគឺមនុស្សយើងអាចទាញយកធម្មពលពីភពសុក្របានគឺធម្មពលនៅលើផែនដីហ្នឹងទាអត់ទាន់អស់ចិត្តទេទៅយកនៅពិភពសុក្របានទៀតឆ្នាំ2033ទឹកកកលលាយកាន់តែខ្លាំងអាកាសធាតុកាន់តែប្រែប្រួលខ្លាំងទឹកកាន់តែលិចទៅហើយតំបន់មួយចំនួននៅលើសកលលោកយើងហ្នឹងគឺនឹងលិចបាត់ឆ្នាំ2076មិនដឹងថាយើងទាំងអស់គ្នានៅដល់ឆ្នាំនឹងឬក៏អត់ទេឥទ្ធិពលរបស់កុម្មុយនីសនឹងសាយភាយជំវិញពិភពលោកទៅមុខថែមទៀតឆ្នាំ2130យើងប្រហែលជាកើតថ្មីម្ដងទៀតហើយបើយើងអត់ដឹងទេអត់ដឹងថាយើងទៅណាទេគេថាមនុស្សយើងអាចតាក់តងទៅមនុស្សក្រៅភពបានគាត់ខ្ញុំគាត់ដឹងថាខ្ញុំនៅអត់ដល់ទេឆ្នាំ2005សង្គ្រាមនឹងមាននៅលើឋានព្រះច័ន្ទដោយសារតែមនុស្សយើងនឹងចាប់ផ្ដើមទៅដើមគ្នារស់នៅលើឋានព្រះច័ន្ទបកទៅឆ្ងាយជាងនឹងទៀត3797ឆ្នាំ3797ពិភពលោកយើងរាល់ថ្ងៃហ្នឹងទៅមុខឡើងរួចហើយគឺខ្ទេចខ្ទីអស់ហើយមនុស្សចាប់ផ្ដើមទៅរកភពថ្មីដើម្បីរស់នៅបកទៅឲ្យឆ្ងាយផុតលេខទៀត5079គាត់ថាអ្វីគ្រប់យ៉ាងគឺខ្ទេចអស់ហ្មងមិនថាទាំងភពយើងភពគេក្នុង universe ហ្នឹងគឺខ្ទេចអស់ហ្មងនេះជាអ្វីដែលគាត់ទេហើយក៏សូមបញ្ជាក់ផងដែរថាអត់មានជាផុសតាងលាយលាក់ជាអក្សរទេគឺវាគ្រាន់តែជាការសរសេរនៅក្នុងអ៊ីនធឺណិតពីកន្លែងមួយទៅកន្លែងមួយប្រភពដើមក៏លែងមានដែរពេលទៅអានឯកសារទៅមើលឯកសារនេះគេប្រាប់ថាអញ្ចឹងទៅមើលឯកសារយោងអត់មានទៅមើលឯកសារមួយទៀតគេប្រាប់អញ្ចឹងដូចគ្នាទៅមើលឯកសារមួយទៀតប្រាប់អញ្ចឹងដូចគ្នាទៅមើលឯកសារមួយទៀតអញ្ចឹងដូចគ្នាទៅមើលឲ្យចុងក្រោយយើងអស់អត់មានឯកសារយោងអញ្ចឹងបានន័យថាវាគ្រាន់តែជាការលើកឡើងនៅក្នុងអ៊ីនធឺណិតឬក៏ជាការនិយាយតគ្នាតាំងពីជំនាន់មុនមកសួរថាអ្វីដែលគាត់ទាយហ្នឹងគឺពិតជាចេញពីការទាយរបស់គាត់មែនឬក៏អត់មានចម្លើយខ្ញុំក៏មានចម្លើយដូចគ្នាគ្រាន់តែថាជាអ្វីដែលគេសរសេរឡើងឥឡូវយើងទៅមើលពីការស្រាវជ្រាវរបស់គាត់ម្ដងនៅក្នុងឆ្នាំ1976មានគេស្រាវជ្រាវពីគាត់ថាហេតុអីបានគាត់ចេះតែទាយឲ្យគេត្រូវគ្រប់គ្នាមិនថានៅសុកនៅភូមិអ្នកជិតស្និទ្ធគាត់មានរហូតដល់អ្នកល្បីល្បាញមកសុំទាយជាមួយគាត់ទៀតគឺយើងទៅបកទៅមើលភាពយន្តឯកសារមួយដែលមានឈ្មោះថា Phenomenon ឆ្នាំ1976វាគឺជាភាពយន្តឯកសារតែមួយគត់ដែលមានការសម្ភាសជាមួយគាត់ជាភាសាបូការីហើយវាជាភាពយន្តឯកសារតែមួយគត់ដែលមានភាពរស់រវើកដែលមិនមែនជារូបថតរបស់លោកយាយ Baba Vanga
ភាពយន្តឯកសារហ្នឹងដឹកនាំដោយសាស្ត្រាចារ្យម្នាក់ដែលមានឈ្មោះថា Nikola Shipkowensky ហើយក្នុងភាពយន្តឯកសារហ្នឹងដែរគឺមានការនិយាយឆ្លើយឆ្លងជាមួយគាត់ផ្ទាល់ជាមួយនឹងអ្នកកាសែតអ្នកស្រាវជ្រាវហើយក៏បានសួរពីប្រវត្តិរបស់គាត់ថាតើទំនំមកដល់សប្តាហ៍ហ្នឹងគាត់ឆ្លងកាត់អីគេខ្លះហើយគាត់ក៏បានរៀបរាប់ពីជីវិតរបស់គាត់តាំងពីដើមដែលខ្ញុំរៀបរាប់ប្រាប់មុនហ្នឹងអញ្ចឹងបើសិនជាអត់មានវីដេអូឯកសារមួយហ្នឹងទេអាព័ត៌មានតាក់ទងរឿងរ៉ាវរបស់គាត់ហ្នឹងក៏ខ្ញុំអត់មានដូចគ្នាហើយពាក្យកណ្ដាលនៃភាពយន្តឯកសារហ្នឹងគឺនឹងនិយាយជជែកដេញដោលគ្នាអំពីការទស្សន៍ទាយរបស់គាត់ដោយអ្នកដែលសិក្សាស្រាវជ្រាវរឿងហ្នឹងមួយក្រុមមនុស្សមួយក្រុមជជែកដេញដោលគ្នាថាតើអ្វីដែលគាត់ទាយហ្នឹងគឺជាសមត្ថភាពពិសេសរបស់គាត់ពិតឬគ្រាន់តែជាភាពចៃដន្យនិយាយបកកែកគ្នាបែកវល់ហូអូស្ទឹងអញ្ចឹងទៅឥឡូវយើងទៅមើលឈុតខ្លីៗនៃភាពយន្តឯកសារហ្នឹងតិចអត់អាចឲ្យអ្នកគ្នាមើលពេញបានទេដោយសារវាវែងខ្លាំងពេកហើយណាមួយខ្លាចជាប់ copyright ចាំផ្លែអូខេនិយាយជាភាសាបូការីសាវត្តបានទេមិនជាអង់គ្លេសទេឯកសារហ្នឹងគឺចាស់មែនតើភាពយន្តឯកសារហ្នឹងនេះអ្នកតម្រង់ជួរទៅផ្ទះគាត់អ្នកតម្រង់ជួរឡើងឈើហើយនេះជាវីដេអូរស់រវើកНе може да говори, ръката не може да дигне, не десната, да и ногата. Не го кепи им съм пиех мой кой. Живи и здрави, ако си говорим. Няма шумто с сърце. За ден и половина почти. Да. Кажа ли лекарта ти от сърце? Казали, че много вреди, обаче или в химия никога не е оплаквани преди това. Да. Ти задърва вече, ти си задърва, ти си, ято си меден мъжките отровам сега. Защо толкова? А не ги тъта пиеп, да, ке има рокла. Не умряла по мен начин. Кой? Много добро. Това му карате за на маса. Я съм от Далослатенско, враче. Село Лепица съм. Аз знам, има една съдба и съдбата как иска с нас. Игра на природата прави. ហើយនេះនិយាយពីការប្រកែកគ្នារបស់អ្នកសិក្សាស្រាវជ្រាវ религиозна жена, това не може да се види. Това трябва да... Религиозен не се уморява да... Всеко упростяване на явленията и свеждането им до една груба прагматика води до техното омаловажаване и не е ефективно на нас, тъй като вие не допирате до тези проблеми. Вие сте психолог, стоите в кабинета, четете книжки. И то трябва да ви кажа не авторитетно, тъй като това, което говорите, мене даже не съгласен. អូខេប៉ុណ្ណឹងអញ្ចឹងសរុបមកវិញការសិក្សាស្រាវជ្រាវហ្នឹងគឺអត់មានចម្លើយសូម្បីតែអ្នកសិក្សាស្រាវជ្រាវគេប្រកែកគ្នាដែរថាវាជាភាពចៃដន្យឬក៏ពិតជាសមត្ថភាពពិសេសរបស់គាត់ប៉ុន្តែអ្វីដែលពិតហ្នឹងគឺការសិក្សាស្រាវជ្រាវហ្នឹងគឺមានដោយបង្ហាញមិញអញ្ចឹងមានអ្នកតម្រង់ជួរនៅផ្ទះគាត់មែនមានការសម្ភាសន៍មួយគាត់មែនហើយក៏មានការជជែកដេញដោលគ្នារបស់អ្នកស្រាវជ្រាវមែននេះជាអ្វីដែលកាត់ឡើងយើងទៅមើលថាតើហេតុអីបានមនុស្សមួយចំនួនអត់ជឿថាហ្នឹងជារឿងពិតទេអត់គិតថាអ្វីដែលគាត់ទាយហ្នឹងវាពិតជាកើតមែនទោះបីជាគាត់អាចទាយមែនក៏មិនមែនចេញពីសមត្ថភាពរបស់គាត់ដែរហេតុអីគឺអញ្ចឹងគឺគេនិយាយថារាល់ពេលដែលគាត់ទាយម្ដងតាក់ទងនឹងបញ្ហាភពលោកជាពិសេសពិភពលោកគឺគេថាទោះបីជាគាត់ទាយពិតមែនប៉ុន្តែអាការទាយរបស់គាត់នឹងហាក់បីដូចជាទូលាយខ្លាំងទូលាយបានន័យថានិយាយឲ្យទូលាយទៅកុំនិយាយឲ្យជាក់លាក់ពេកនិយាយទូលាយទៅបើសិនជាវាកាត់ឡើងវានឹងចាំហើយឧទាហរណ៍ណាគាត់ទាយថានៅឆ្នាំនេះនឹងមានករណីជួយដីឬក៏នៅឆ្នាំមួយនេះនឹងមានសង្គ្រាមនៅអឺរ៉ុបដល់ពេលឆ្នាំហ្នឹងវាកើតមែនប៉ុន្តែគឺគាត់បានបញ្ជាក់ថានៅប្រទេសណាទេនៅទីតាំងមួយណាជាក់លាក់ទេហើយអ្នកនេះអាចដឹងបានថាជាធម្មតាមិនថាសង្គ្រាមឬក៏ការរញ្ជួយដីវាតែងតែកើតមានជានិច្ចវាតែងតែកើតមានអញ្ចឹងវាអាចដែរនៅពេលដែលគាត់ទាយបែបទលាយទៅនៅពេលដែលកើតកន្លែងណាមួយជាក់លាក់ចាំអូសព្រឹត្តិការណ៍ហ្នឹងចូលការទស្សន៍ទាយរបស់គាត់មើលទៅវាស៊ីចង្វាក់គ្នាគេថាអាហ្នឹងអាចមកពីមូលហេតុមួយហ្នឹងប៉ុន្តែសួរថាខ្ញុំយកមិនដែរអត់មានចម្លើយដូចគ្នាវាជាអ្វីដែលខ្ញុំយកមកជូនដល់អ្នកនរគ្នាដើម្បីស្វែងយល់ទាំងអស់គ្នាហើយអ្នកនរគ្នាគិតមិនក៏អ្នកនរគ្នាគិតទៅតាមហ្នឹងទៅហើយព័ត៌មានដែលខ្ញុំមានឲ្យគឺប៉ុណ្ណឹងជាងនិយាយពីទីកន្លែងរបស់គាត់ម្ដងដែលជាចំណុចចុងក្រោយខ្ញុំចង់យកមកនិយាយជូនដល់អ្នកទាំងអស់គ្នាចាប់តាំងពីថ្ងៃដែលគាត់លាចាកលោកហ្នឹងមកគឺផ្ទះរបស់គាត់នៅ Petrich ហ្នឹងក៏คล้ายជាសារមន្ទីរដល់សពថ្ងៃហ្នឹងមូលហេតុដែលគេសាងសង់វាឡើងគឺដើម្បីជាការបង្ហាញពីវប្បធម៌កាលពីជំនាន់ហ្នឹងបង្ហាញពីប្រវត្តិសាស្ត្រកាលពីជំនាន់ហ្នឹងហើយក៏ចង់បង្កើតคล้ายជាទីតំណាងដល់ដួងព្រលឹងរបស់គាត់ដោយសារគាត់ល្បីខ្លាំងនៅប្រទេសបូការីហើយសារមន្ទីរហ្នឹងបើកនៅថ្ងៃទី5ខែឧសភាឆ្នាំ2008នៅក្នុងសារមន្ទីរហ្នឹងមានគេខ្លះគឺមានរបស់របរប្រើប្រាស់របស់គាត់ច្រើនមែនតើសរុបទៅដល់ 3000 របស់រាប់ណាហើយ
ក្នុងហ្នឹងមានទាំងសម្ភារៈផ្ទាល់ខ្លួនមានទាំងសម្លៀកបំពាក់មានទាំងរូបថតរបស់គាត់មានទាំងកាដូដែលគេជូនគាត់កាលពីជំនាន់ហ្នឹងទៀតអ្នកដែលមកទូទាយជាមួយគាត់ហ្នឹងរូបចម្លាក់របស់គាត់ដែលគេធ្វើនៅស្រាប់ទីគាត់អញ្ចឹងស្រាប់ទីហ្នឹងមិនត្រឹមតែរំលឹកដល់រូបគាត់ទេវាក៏ជាកន្លែងមួយដែលរំលឹកដល់ភាពលំបាករបស់ប្រជាជនប៊ុលហ្គារីទាំងមូលនៅក្នុងសម័យសង្គ្រាមជាពិសេសគឺភាពក្រីក្រការប្រើប្រាស់និងវិបត្តិផ្សេងៗហើយវាក៏ជាកន្លែងមួយសម្រាប់អ្នកផ្សងព្រេងដែរជាពិសេសអ្នកដែលធ្វើដំណើរឆ្លងកាត់ប្រទេសប៊ុលហ្គារីហ្នឹងបើអត់បានទៅសារមន្ទីររបស់គាត់ហ្នឹងឬក៏អត់បានទៅផ្ទះគាត់ហ្នឹងហាក់បីដូចជាអត់បានទៅប្រទេសប៊ុលហ្គារីទាំងមូលអញ្ចឹងវាក៏ជាផ្នែកមួយដែលតាក់ទាញឲ្យភ្ញៀវទេសចរទៅលេងប្រទេសនៅក្នុងស្រុកដែរអូខេអញ្ចឹងសរុបមកវិញគឺមានតែប៉ុណ្្នឹងអ្វីដែលគាត់ទស្សន៍ទាយទាំងពីមុនទាំងឥឡូវដល់អនាគតសរុបមកវិញគឺអត់មានឯកសារយោងអត់មានការកត់ត្រាច្បាស់លាស់ទេគឺជាអ្វីដែលនិយាយពីមាត់មួយទៅមាត់មួយតែយ៉ាងណាក៏ដោយសង្ឃឹមថាសាច់រឿងរបស់យើងថ្ងៃហ្នឹងគឺជាអ្វីដែលទាំងអស់គ្នារីករាយនឹងស្ដាប់ហើយខ្ញុំក៏ចូលចិត្តស្ដាប់ដូចគ្នាសូម្បីតែខ្ញុំនិយាយឲ្យអ្នកនរគ្នានៅពេលដែលខ្ញុំទៅស្រាវជ្រាវក៏ខ្ញុំសប្បាយក្នុងការស្រាវជ្រាវជូនដល់អ្នកទាំងអស់គ្នាដែរអូខេអញ្ចឹងរឿងរ៉ាវរបស់យើងថ្ងៃហ្នឹងគឺចប់ត្រឹមតែប៉ុណ្្នឹងចូលទៅមើល comment ម្ដងមិនដឹងជាដល់ណាខ្លះហើយ comment អុយច្រើនមែន I'm new to write stream but min បាត់មានស្ដាប់សេអ្នកមានស្ដាប់មុនចូលគេងដបងអូអរគុណមើល best internet ខ្ញុំចង់សាកប្រើខាងមេកុង net ម្ដងបង please do me kx complete ប្រាប់មេកុង net បើសិនជាភ្ជាប់ប្រាប់ថាស្គាល់មេកុង net តាមព្រៃរឿងដើម្បីគេយកធ្វើជាឯកសារយោងដែរហើយកុំភ្លេចសួរគេតើតើនឹង promotion ថ្មីសម្រាប់ចូលឆ្នាំហ្នឹងណាថាតើបានគេខ្លះដោយមកបញ្ជាក់មុនហ្នឹងអញ្ចឹងគឺបើសិនជាមួយឆ្នាំបានfree 3ខែនិងកាមេរ៉ាមួយបើសិនជាកន្លះឆ្នាំបាន free ថែម1ខែហើយនឹងបានអាវក្រៅបើមិនយកអាវក្រៅទេបានកាបូប Ramo ចូល the Samsung Simpson ការទូទាយដែរមែនទេអាហ្នឹងធ្លាប់មាននៅក្នុងវីដេអូចាស់អ្នកនរអាចទៅរកដោយខ្លួនឯងបានឬក៏មិនដឹងថាលុបវីដេអូចោលហ្នឹងវីដេអូចាស់ចោលបាត់ឬក៏មិនដឹងថាយូរពេកហើយគុណភាពសំឡេងអត់ទាន់ល្អអូខេអញ្ចឹងមុនយើងបែកគ្នាបង្ហាញវីដេអូ promotion របស់ Mekong Net មួយសិនវីដេអូនេះនាំមកជូនដោយ Mekong Net ដែលជាក្រុមហ៊ុនអ៊ីនធឺណិតល្បឿនលឿនសម្រាប់គេហដ្ឋានអាជីវកម្មខ្នាតតូចនិងមធ្យមសម្រាប់ពេលនេះក៏មាន promotion ពិសេសសម្រាប់ចូលឆ្នាំខ្មែរដែរដែលគ្រាន់តែភ្ជាប់12ខែនិងទទួលបានការថែមជូនរហូតដល់3ខែថែមទាំងទទួលបានកាមេរ៉ាសុវត្ថិភាពចំនួន1តែបើសិនជាភ្ជាប់6ខែវិញនឹងទទួលបាន free ថែមជូន1ខែហើយក៏ទទួលបានកាបូបស្ពីចំនួន1ឬក៏ទទួលបានអាវក្រៅមេកុង net ចំនួន1ក្នុងចំណោម2ហ្នឹងយកមួយណាក៏បានដែរ promotion នេះមានចាប់តាំងពីថ្ងៃទី14ខែមេសារហូតដល់ថ្ងៃទី14ខែឧសភាឆ្នាំ2025ចំពោះល្បឿនវិញគឺលឿនខ្លាំងនិងតម្លៃល្អសម្រាប់គម្រោងគេហដ្ឋានគឺមានចាប់ពី60 Mbps ឡើងទៅសម្រាប់អាជីវកម្មខ្នាតតូចគឺមានចាប់ពី140 Mbps ឡើងទៅកុំភ្លេចរួចរាល់ទាំងអស់គ្នាដោយសារគម្រោងនេះមានរយៈពេលកំណត់អូខេអញ្ចឹងអរគុណដល់អ្នកនរគ្នាដែលបានចូលមកមើល live ថ្ងៃហ្នឹង Ango ខ្ញុំចេះទាយអនាគតថាបងបិទ live មុន11ត្រូវម៉ាច់កប់សេរីអូខេអញ្ចឹងខ្ញុំទៅប្រើមេកុង net ខែហ្នឹងបាទភ្ជាប់ប្រហែលខែដែរបើសិនជាប់ច្រើនខែមាន promotion អញ្ចឹងណាអត់ទៅណាទេបាទអត់ទៅណាទេវិចិត្រអើយអត់ទៅណាទេអូខេអញ្ចឹងមុនយើងបែកគ្នាចង់បញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំហ្នឹងជូនពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អបើសិនជារស់ស៊ីមានបានធ្វើការពោពេញទៅដោយចំណូលចូលជារៀងរាល់ខែអញ្ចឹងយើងជួបគ្នាម្ដងទៀតនៅអាទិត្យក្រោយសម្រាប់ពេលនេះសុខបិណ្ឌល្អនិងរាត្រីសួស្តីបាយ